ខ្ញុំស្វែងខ្ចីជាមួយជើងមិនមួយមុខនេះមានរសជាតិឆ្ងាញ់ប្លែកខ្លាំងមែនទែនណាបងប្អូនរបៀបធ្វើក៏មានអីម្បាក់ទេគឺមុនដំបូងគឺយើងត្រូវដាំទឹកដើម្បីស្ងោរជើងមិនយើងឲ្យបានឆ្អិនជាមុនសិនហើយការស្ងោរនេះគឺយើងដាំទឹកឲ្យពុះហើយខ្ញុំមានបន្ថែមម្សៅស៊ុបខ្នុរប្រហែលជាកន្លះស្លាបព្រាបាយបងប្អូនហើយបន្ទាប់មកទៀតខ្ញុំមានបន្ថែមគល់ស្លឹកគ្រៃចំនួន2គល់ស្លឹកក្រូច2-3សន្លឹកហើយនឹងមានរែងនឹងចំនួន1ដុំផងដែរយើងដាក់គ្រឿងទាំងប្រមាណមុខនេះចូលគឺធ្វើឲ្យជើងមិនរបស់យើងអត់មានធំក្លិនអីទេបងប្អូនហើយជាពិសេសគឺរ៉ូឌីយើងដាក់ដើម្បីយកឲ្យជើងមិនរបស់យើងកាន់តែមានជាតិចាបន្ទាប់មកគឺទឹកយើងបានពុះខ្ញុំចាប់ផ្ដើមដាក់ជើងមិនចូលហើយជើងមិនខ្ញុំប្រើចំនួនប្រហែលកន្លះគីឡូបងប្អូនយើងកាប់ជា2ជា3យើងកាត់ដុំឲ្យតូចមកល្មមតែយើងហូបទៅស្រួលកុំឲ្យថារទឹងរដេងមាត់យើងណាចាហើយដល់ពេលឃើញពពុះដែតឡើងលើក៏ខ្ញុំបានដុសពពុះចេញផងដែរដើម្បីឲ្យជើងមិនរបស់យើងនៅតែសភាពសស្អាតដូចលាបឡេចុះណាបងប្អូនរយៈពេលស្ងោរជើងមិនគឺខ្ញុំស្ងោរប្រហែលជា5ទៅ6នាទីអីនេះបានហើយគឺជើងមិនយើងឆ្អិនល្អខ្លាំងមែនទែនបន្ទាប់មកទៀតខ្ញុំស្រង់ជើងមិនចេញពីទឹកក្តៅគឺយកមកត្រាំជាមួយទឹកកកបងប្អូនគឺធ្វើឲ្យជើងមិនឆាប់ចុះត្រជាក់ជាពិសេសគឺធ្វើឲ្យសាច់ជើងមិនណាបងប្អូនគឺញ៉ាំទៅស្រួយមានរសជាតិឆ្ងាញ់ខ្លាំងតែម្ដងបន្ទាប់មកនេះគឺខ្ញុំចាប់ផ្ដើមលាយទឹកត្រីណាបងប្អូនគឺខ្ញុំប្រើស្ករសចំនួន2ស្លាបព្រាបាយកន្លះម្សៅស៊ុបខ្នុរខ្ញុំដាក់ចំនួនកន្លះស្លាបព្រាបាយទឹកត្រីគឺខ្ញុំប្រើ3ស្លាបព្រាបាយណាបងប្អូនហើយបន្ទាប់មកទៀតគឺខ្ញុំប្រើទឹកម្ទេសដបចំនួន2ស្លាបព្រាបាយសម្រាប់រសជាតិខ្ញុំដាក់នេះគឺម៉ាល្មមបងប្អូនប៉ុន្តែបើសិនជាបងប្អូនញ៉ាំប្រៃប្រហែលជាកើតរាងសាបហើយចំពោះរសជាតិគឺយើងលៃលោកដាក់តាមការចូលចិត្តរបស់យើងមកណាចាហើយបន្ទាប់មកទៀតខ្ញុំយកទឹកត្រីរបស់យើងទៅកូរលើភ្លើងមកពុះពីពុះដើម្បីឲ្យគ្រឿងផ្សំរបស់យើងគឺរលាយចូលគ្នាបានសព្វល្អត្រីយើងពុះហើយយើងចាក់ដាក់ចានមួយមកបងប្អូនដើម្បីដាក់គ្រឿងផ្សំផ្សេងទៀតចូលមានដូចជាខ្ទឹមសយើងច្រាំឲ្យម៉ត់ហើយនឹងម្ទេសបងប្អូនគឺខ្ញុំប្រើម្ទេសហាវ៉ៃពីព្រោះម្ទេសហាវ៉ៃនេះគឺអត់មានរសជាតិហើយទេបងប្អូនចាបន្ទាប់មកគឺយើងកូរច្បល់ឲ្យទឹកត្រីរបស់យើងចូលជាតិជាមួយគ្រឿងក្រៅរបស់យើងបានល្អមកណាចាហើយចុងក្រោយចាំយើងយកទៅចាក់កូរច្បល់ជាមួយជើងមិនរបស់យើងដើម្បីធ្វើញ៉ាំចាហើយជើងមិននេះគឺយើងស្រង់ចេញពីទឹកកកមកហើយយើងទុកឲ្យស្រស់ទឹកតិចទៅចាំយើងយកទៅច្បល់ជាមួយទឹកត្រីរបស់យើងដែលយើងបានកូរមិញណាចាហើយខ្ញុំបញ្ជាក់បន្តិចបងប្អូនទឹកត្រីនេះគឺខ្ញុំអត់បានប្រើម្ជូរក្រូចឆ្មាឬមួយក៏ម្ជូរទុំពិលអីទេដោយសារតែខ្ញុំញ៉ាំនេះគឺខ្ញុំញ៉ាំជាមួយម្ជូរស្វាយខ្ចីបងប្អូនអើយគឺស្វាយនេះជូរខ្លាំងណាស់ចាបន្ទាប់មកទៀតខ្ញុំមានបន្ថែមការ៉ុតបន្តិចផងដែរបងប្អូនដើម្បីលើកសម្រស់ខ្ញុំជើងមិនរបស់យើងណាចាហើយបន្ទាប់មកនេះគឺយើងកូរច្បល់តាមបន្តិចដោយប្រើដៃថ្នមអីបានហើយបងប្អូនកុំឲ្យស្វាយរបស់យើងលក្ខណៈថាទន់ខ្លាំងពេកណាចាគឺតែប៉ុណ្ណេះមកញ៉ាំជើងមិនរបស់យើងបងប្អូនគឺរួចរាល់ហើយចំណែករសជាតិវិញគឺថារសជាតិឆ្ងាញ់ប្លែកតែម្ដងបងប្អូនសម្រាប់របស់ខ្ញុំលើកទី1បងប្អូនហើយខ្ញុំមិនដែលធ្វើញ៉ាំពីមុនមកទេប៉ុន្តែរសជាតិគឺថាឆ្ងាញ់លើពីការរំពឹងទុកតែម្ដងណាដើម្បីឲ្យញ៉ាំជើងមិនមកយើងកាន់តែមានរសជាតិឆ្ងាញ់ខ្លាំងគឺបងប្អូនកុំភ្លេចដាក់ជីណាបងប្អូនចាគឺបានជីគ្រប់មុខគឺរឹតតែល្អតែនេះខ្ញុំអត់បានត្រៀមទុកទេបងប្អូនហើយជីនៅដើមមានតែ2មុខនេះគឺខ្ញុំដាក់តែ2មុខនេះតែម្ដងទៅហើយចុងក្រោយគឺខ្ញុំមានបន្ថែមសណ្តែកដីបងប្អូនចំពោះសណ្តែកដីវិញយើងដាក់ក៏បានមិនបាច់ដាក់ក៏បានដែរណាសម្រាប់ខ្ញុំគឺដាក់ទៅគឺកាន់តែឆ្ងាញ់បងប្អូនយើងញ៉ាំប៉ះសណ្តែកដីគឺខ្ទិះហើយជាពិសេសជីបងប្អូនគឺបានជីគ្រប់មុខទៀតគឺកាន់តែអេមរដងធ្លាប់តែញ៉ាំជ្រក់ជើងមិនអីណាតែថ្ងៃនេះគឺយើងយកជើងមិនទៅញ៉ាំជាមួយស្វាយខ្ចីហើយបងប្អូនមួយចំនួនក៏គិតបានដឹងដែរថាញ៉ាំស្វាយខ្ចីជាមួយជើងមិនគឺមានរសជាតិឆ្ងាញ់ខ្លាំងមែនទែនកុំភ្លេចធ្វើហូបទាំងអស់គ្នាណាបងប្អូនដើម្បីទទួលបានរសជាតិឆ្ងាញ់បែបថ្មីទាំងអស់គ្នាណាចាការបង្ហាញរបស់ខ្ញុំបានរួចរាល់ហើយអរគុណច្រើនបងប្អូនជម្រាបលាបាយ